ដែលយើងដឹងថាគាត់ទៅខេត្តហ្នឹងក៏ជារឿងដែលយើងគ្រាន់តែគិតដែរប៉ុន្តែអាហ្នឹងគឺជាហេតុផលមួយដែលយើងដឹងហើយបន្ទាប់មកទើបយើងហ៊ានសន្និដ្ឋានថាគាត់ច្បាស់ជាមិនមកទេนะคะឬក៏គាត់ប្រហែលជាមិនមកទេนะคะអញ្ចឹងស្ថានភាពឡើយហ្នឹងដោយសារតែយើងឃើញគាត់ check in នៅខេត្តឬក៏ check in នៅស្រុកកំណើតអញ្ចឹងយើងគិតថាអូគាត់ប្រហែលជាភ្លេចឃើញទេឬក៏គាត់ច្បាស់ជាភ្លេចអញ្ចឹងស្ថានភាពហ្នឹងហើយគឺយើងហ៊ានយកពាក្យខុងទៅប្រើហើយគេសួរថាហេតុអីបើយើងច្បាស់ហ៊ានយកពាក្យខុងទៅប្រើដោយសារតែយើងមានហេតុផលមួយគឺយើងដឹងយើងឃើញថាគាត់ហ្នឹងគឺនៅខេត្តអញ្ចឹងណាអញ្ចឹងបើសិនជារូបហ្នឹងគាត់ជារូបចាស់ឬក៏រូបថ្មីអីគឺយើងអត់ដឹងទេប៉ុន្តែគឺយើងគិតថាគាត់អញ្ចឹងហើយទៅយើងសន្និដ្ឋានឬក៏យើងហ៊ានគិតថាគាត់ប្រហែលជាភ្លេចតនេះអ្នកនរគ្នាអញ្ចឹងគឺស្ថានភាពប្រើពាក្យខុងគឺប៉ុណ្ណឹងអូខេអញ្ចឹងចំពោះពាក្យខុងนะคะអ្នកនរគ្នាគឺបើសិនជាយើងនិយាយឲ្យខ្លីៗគឺបានន័យថាយើងដឹងអ្វីមួយហើយទៅយើងចាប់ចូលថាអូប្រហែលជាអញ្ចឹងច្បាស់ជាអញ្ចឹងច្បាស់ជាចុះអញ្ចឹងទៅนะคะអញ្ចឹងនៅក្នុងស្ថានភាពរបស់ការប្រើពាក្យខុងគឺអ្នកនរគ្នាអាចគិតមួយយ៉ាងទៀតថាដោយសារតែយើងដឹងរឿងអីមួយអញ្ចឹងហើយទៅយើងគិតថាវាប្រហែលជាមិនមកណាអញ្ចឹងបើសិនជាឧទាហរណ៍ថាថ្ងៃខ្លះអ្នកនរគ្នាអត់ឃើញ KC ផុសវីដេអូ 4-5 ថ្ងៃអញ្ចឹងអ្នកនរគ្នាអត់ដឹងថា KC ទៅណាអញ្ចឹងអ្នកនរគ្នាអាចនឹងគិតថាអូ KC ប្រហែលជារវល់ណាអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ដឹងរឿងអីទាំងអស់អញ្ចឹងអ្នកនរគ្នាគិតថា KC រវល់អញ្ចឹងអ្នកនរគ្នាមានសិទ្ធិប្រើទៅធំថាណាចាក់ទេប៉ុន្តែបើសិនជាឧទាហរណ៍ថាមានមិត្តភ័ក្តិរបស់អ្នកនរគ្នាទៅប្រាប់ថាអូខ្ញុំឃើញ KC ផុសរូបទៅដើរលេងនៅនោះមួយណាអញ្ចឹងនៅពេលដែលឃើញផុសរូបទៅដើរលេងអញ្ចឹងទើបយើងគិតថាអូដោយសារតែគាត់រវល់ដើរលេងអញ្ចឹងប្រហែលជាគាត់អត់បានថតវីដេអូទេឃើញទេអញ្ចឹងបើអ្នកនរគ្នាមានអំណាងបែបហ្នឹងទើបអ្នកនរគ្នាមានសិទ្ធិយកពាក្យខុងមកប្រើអូខេអញ្ចឹងគឺសម្រាប់ពាក្យខុងគឺយើងអាចយកមកប្រៀបធៀបជាមួយនឹងពាក្យណាចាក់គឺមានប៉ុណ្ណឹងណាអ្នកនរគ្នាអូខេតោះអញ្ចឹងឥឡូវគឺការបកស្រាយនៃពាក្យនីមួយៗគឺយើងបានបញ្ចប់ហើយតោះអញ្ចឹងយើងចូលមកកាន់ឧទាហរណ៍ចុងក្រោយគឺតាក់ទងមួយពាក្យខុងណាអ្នកនរគ្នាគឺពាក្យខុងតតែយើងដាក់រៀងវែងបន្តិចហើយអ្នកនរគ្នាគឺ KC តដាក់អំណាងឲ្យអ្នកនរគ្នាមើលឃើញអញ្ចឹងមិនដឹងថាត្រូវប្រើពាក្យខុងហ្នឹងត្រូវអត់นะคะโอเคตอนអញ្ចឹงឧទាហរណ៍របស់យើងគឺយើងនិយាយថាฉันว่านะงานเขายุ่งขนาดนี้เขาคงไม่มีเวลามาหาแกหรอกนะโอเคค่ะต่อម្ដងទៀតណាฉันว่านะงานเขายุ่งขนาดนี้เขาคงไม่มีเวลามาหาแกหรอกนะអូខេអញ្ចឹងប្រយោគមួយនេះนะคะអញ្ចឹងគឺប្រយោគមួយនេះគឺយើងបកប្រែត្រង់ដូចគ្នាប៉ុន្តែគឺយើងមើលទៅលើអត្ថន័យប្រយោគថាហេតុអីបើកន្លែងហ្នឹងគេប្រើពាក្យខុងណាគឺគាត់និយាយថាฉันว่านะអញ្ចឹងអាฉันว่านะហ្នឹងគឺរៀងកាត់បន្តិចអ្នកនរគ្នាគឺមកពីពាក្យឆានគិតว่าហ្នឹងឯងតែយើងកាត់នៅសល់តែฉันว่าណាអញ្ចឹងឆានว่าហ្នឹងបើថាខ្ញុំគិតថាការងារគាត់រវល់ដល់ថ្នាក់នេះអញ្ចឹងពាក្យកាច់ន័យរបស់យើងគឺពាក្យថាខនាតនេះបកប្រែថាដល់ថ្នាក់នេះគាត់ប្រហែលជាមិនមានពេលមករកឯងទេអញ្ចឹងដោយសារតែយើងដឹងនេះគឺយើងអាចនឹងដឹងតួនាទីការងាររបស់គាត់អញ្ចឹងថាគាត់ធ្វើការគឺជាអីគេឧទាហរណ៍ថាគាត់គឺជាចៅក្រមការងាររវល់ខ្លាំងអីអញ្ចឹងទៅគឺយើងគិតខ្លួនឯងថាអូយគាត់ណាគាត់ការងាររវល់ខ្លាំងដល់ថ្នាក់ហ្នឹង